បាទជំរាបសួរបងប្អូនទាំងគ្នាអញ្ចឹងយើងខានជួបគ្នារយៈធំដែរហើយខ្ញុំបានចេញវីដេអូពាក់ព័ន្ធជាមួយនឹងការអាប់ដេតថ្មីៗរបស់ Facebook ហើយក៏ឃើញថាបងប្អូនជួបបញ្ហាច្រើនមែនទែនបាទរយៈក្រោយនេះមានការអាប់ដេតច្រើនមានការបាត់ page ក៏ច្រើនហើយការបូកក៏មានការបដូរទម្រង់ច្រើនផងដែរបាទឥឡូវនេះគឺខ្ញុំចាប់ផ្ដើម start up ជាមួយនឹងការធ្វើវីដេអូចេញជូនបងប្អូនទាំងគ្នាវិញហើយបាទដោយសារតែកន្លងមកនេះគឺយើងមានtrackដូចជាមានការរវល់ច្រើនបាទអញ្ចឹងខ្ញុំក៏អត់សូវបានចេញជូនបងប្អូនទាំងគ្នាណាបាទអញ្ចឹងឥឡូវនេះគឺយើងនឹងជួបគ្នាច្រើនជាមួយនឹងវីដេអូហើយនឹងបច្ចេកទេសថ្មីៗជូនបងប្អូនទាំងគ្នាផងដែរអញ្ចឹងកុំភ្លេចបងប្អូនទាំងគ្នាអាច follow ខ្ញុំនៅក្នុង channel YouTube BL Advertising ហើយយើងនឹងជួបគ្នាជាមួយនឹង technique ថ្មីៗនេះខ្ញុំនឹងធ្វើការចែករំលែកពាក់ព័ន្ធជាមួយនឹងការពារ page បាទធ្វើម៉េចដើម្បីការពារសុវត្ថិភាព page របស់យើងដោយសារតែឥឡូវគឺ page Boost Live ហ្នឹងគឺវាមានតម្លៃខ្លាំងណាស់ហើយខាងវៀតណាមក្តីក៏ធ្វើអត់បានដែរអញ្ចឹងបើយើងនិយាយទៅកាលណាដែល page ធ្វើអត់បានអញ្ចឹងវៀតណាមគាត់នឹងចាប់ផ្ដើមប្រមូល page យកទៅវិញហើយបាទបើយើងនិយាយប្រូស្តាប់បើយើងនិយាយអក្រក់ស្តាប់ទៅគឺ claim យកទៅវិញបាទទាំងដែលយើងទិញឲ្យលុយរួចហើយបាទអញ្ចឹងបងប្អូនទាំងគ្នាត្រូវតែមានការប្រុងប្រយ័ត្នក៏ដូចជាបងប្អូនត្រូវតែចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតបាទព្រោះឥឡូវវាមាន tool ពិសេសមួយហ្នឹងគឺវាយកបានដោយស្រួលមែនទែនបាទអញ្ចឹងបងប្អូនមិនត្រូវចុច link អីប្រទេសផ្ដានេះទេបើសិនជាមាន link អីប្លែកឲ្យបងប្អូនចុចមានការ tag ទៅលើ page ឬមួយក៏ tag ទៅលើ account បងប្អូនអត់មានទៅចុចទេណាបាទបើសិនជាមិនដូច្នោះទេគឺនឹងបាត់ page ដោយមិនដឹងខ្លួនឡើយបាទព្រោះបទពិសោធន៍របស់ភ្ញៀវខ្ញុំជាក់ស្ដែងគាត់បានចែករំលែកមកមួយរយៈថ្មីៗហ្នឹងគឺមានការបាត់ page ច្រើនបងប្អូននៅសុកប្រើសុកថ្ងៃហ្នឹងគឺរសៀលឡើងបាត់តែម្ដងបាទអញ្ចឹងវាពិតជាសាហាវមែនទេអញ្ចឹងសូមបងប្អូនទាំងគ្នាមានការប្រុងប្រយ័ត្នហើយទៅមុខទៀតគឺខ្ញុំនឹងចែករំលែកពាក់ព័ន្ធមួយការយើងការពារដោយយើងប្រើប្រាស់ BM ធ្វើម៉េចឲ្យមានសុវត្ថិភាពបាទអរគុណ